ថ្ងៃនេះយើងមកចៀនសាច់ជ្រូកជាមួយទឹកគ្រាន់តែឃើញនឹងថាទំនងមែនតែនសាច់ឡើងរលើបរលោងពណ៌ក្រហមល្អមែនតែនចៀនជាមួយទឹកហ្នឹងក៏វាបានបែបហ្នឹងដែរពុកម៉ែបងប្អូនតោះទៅមើលវិធីធ្វើទាំងអស់គ្នាហើយនេះគឺជាគ្រឿងផ្សំមានសាច់ជ្រូក3ជាន់មានបន្លែសម្រាប់ធ្វើជ្រក់ហើយយើងចាប់ផ្ដើមមកលាងសាច់លាងអីឲ្យស្អាតទៅហើយយើងទុកឲ្យវាស្រស់ទឹកចាំយើងយកមកហាន់ចំណែកបន្លែនេះក៏ដូចគ្នាយើងចិតអីឲ្យស្អាតហើយយើងយកមកលាងទឹកទៅ សាច់ជ្រូកនេះយើងហាន់ជាកង់មកល្មមសម្រាប់ដែលយើងប្រឡាក់សាច់ហើយយើងវះវាជាពីរទៅបើសាច់នឹងរាងក្រាស់តែបើស្ដាងទេគឺមកល្មមហើយយើងចាប់ផ្ដើមមកប្រឡាក់សាច់ការប្រឡាក់សាច់នេះគឺយើងយករសជាតិល្មមអត់យករសជាតិដិតទេព្រោះដោយសារយើងត្រូវផ្ទាប់ជាមួយនឹងជ្រក់មួយតង់ទៀតហើយគ្រឿងផ្សំហ្នឹងមានប្រឡាក់សាច់ហ្នឹងមានដូចជាអំបិលស្ករប៊ីចេងស្ករនេះខ្ញុំដាក់ស្ករត្នោតខ្មែរដើម្បីឲ្យវាឡើងពណ៌ក្រហមបានល្អមែនតើ ហើយវាជួយឲ្យរសជាតិនិងក្លិននឹងឈ្ងុយតែម្ដងហើយយើងចាប់ផ្ដើមមកប្រឡាក់សាច់របស់យើងមកសាច់នេះពេលយើងប្រឡាក់រួចគឺយើងទុក15ទៅ20នាទីដើម្បីឲ្យវាចូលជាតិធ្វើអញ្ចឹងទៅសាច់ជ្រូកយើងចូលជាតិបានល្អបើបងប្អូនពេញចិត្តវីដេអូនេះកុំភ្លេចជួយ Subscribe Channel YouTube ក៏ដូចជា Follow Facebook និង TikTok នាងខ្ញុំផងអរគុណទុកជាមុនហើយបើចង់ឲ្យធ្វើវីដេអូអីផ្សេងទៀតអាច comment នៅខាងក្រោមបានចាឥឡូវនេះក៏លេខមកមើលជ្រក់របស់យើងគឺយើងចាប់ផ្ដើមមកឈូសការ៉ុតហើយនឹងចិតត្រសក់និងឈូសនឹងខ្ញីនេះខ្ញុំដាក់ខ្ញីបន្តិចដើម្បីឲ្យថារសជាតិរឹតតែឈ្ងុយហើយវាជួយឲ្យយើងញ៉ាំទៅអត់ទ្រាំណាចំណែកជ្រក់នេះអានេះយើងហាន់ហើយជាស្រេចឈូសត្រសក់ឈូសអីទៅបន្ទាប់មកយើងចាប់ផ្ដើមថែមគ្រឿងនេះមានអំបិលស្ករប៊ីចេងយើងថែមក្រូចឆ្មាមួយផ្លែទៅដើម្បីឲ្យវាជ្រក់នឹងមានរសជាតិល្មមតែម្ដងប៉ុន្តែបើបងប្អូនចូលចិត្តរសជាតិដិតឬក៏ជូរជាងហ្នឹងយើងអាចថែមថយគ្រឿងទៅតាមនឹងបានបន្ទាប់ពីយើងចាប់ផ្ដើមថែមគ្រឿងអីហើយយើងច្បល់វាឲ្យចូលជាតិទុករយៈពេលកន្លះម៉ោងទៅហើយដាក់ចូលក្នុងទូទឹកកកត្រជាក់ទៅថាអូយជ្រក់នេះឆ្ងាញ់តែម្ដង យើងយកសាច់ជ្រូកដែលយើងបានចៀនហ្នឹងផ្ទាប់ជាមួយនឹងជ្រក់ចេះមកថាឆ្ងាញ់តែម្ដងសាច់ជ្រូកចៀនក្តៅៗជាមួយនឹងជ្រក់ត្រជាក់ដាក់មកថាត្រូវគ្នាតែម្ដងហើយនេះរូបភាពដែលយើងបានជ្រក់ហើយយើងចាប់ផ្ដើមមកដាក់សាច់ចៀនជាមួយទឹកគឺយើងដាក់ខ្ទះដាក់ភ្លើងហើយយើងចាប់ផ្ដើមយកសាច់ជ្រូក3ជាន់របស់យើងមកតម្រៀបគ្នាបែបនេះនៅពេលដែលពេលវាក្តៅទៅវាចេញជាតិពីសាច់ជ្រូកដែលយើងប្រឡាក់ហើយយើងត្រូវបន្ថែមទឹកគឺយើងដាក់តែមកល្មម ខំសាច់នឹងបានហើយកុំដាក់ច្រើនពេកកាលណាដាក់ច្រើនពេកអាហ្នឹងវាអាចធ្វើឲ្យសាច់នឹងវាផុយអញ្ចឹងពេលយើងដាក់ប៉ុណ្្នឹងទៅហើយយើងបើកភ្លើងមកថានៅពេលដែលទឹកយើងចាប់ផ្ដើមរីងទៅនេះគឺសាច់យើងចាប់ផ្ដើមឆ្អិនប្រាហើយនៅពេលដែលរីងទឹកអស់គឺវាចេញខ្លាញ់មកពីសាច់ជ្រូក3ជាន់នឹងតែម្ដងអញ្ចឹងយើងមិនបាច់ដាក់ខ្លាញ់អីទេចៀនតែទឹកចេះមកដល់ពេលខ្លាញ់ចេញពីសាច់ជ្រូក3ជាន់នេះគឺមើលទៅថាអូយដូចដែលយើងដាក់នេះអញ្ចឹង ហើយថាសាច់ហ្នឹងពេលដែលយើងប្រឡាក់ស្ករក្រហមស្ករពាងស្ករត្នោតអីនេះគឺឃើញរូបរាងបែបនេះពេលដែលយើងចៀនមកថាអូយក្រហមល្អមែនតែនហើយចំណែករសជាតិសាច់វិញគឺថាឡើងទន់ល្មើយតែម្ដងយើងញ៉ាំបែបនេះអត់មានរឹងអត់មានអីទេថាអូយស្រួលញ៉ាំមែនតែនឥឡូវយើងចាប់ផ្ដើមមកចៀនសាច់យើងប្រែទៅឆ្អិនអស់ហើយយើងចាប់ផ្ដើមថាអូយដាក់ទៅឃើញថាទំនងមែនតែនណានេះសាច់ថាមើលរូបរាងហ្នឹងក៏គួរឲ្យចង់ញ៉ាំដែររលើបរលោងតែម្ដង សាច់ទុនសាច់អីបែបនេះទៀតបាយមួយចានពីរចានអីគឺថាអស់តែម្ដងឥឡូវយើងចាប់ផ្ដើមដួសដាក់ចានប្រាហើយពួកវាឆ្អិនប្រាហើយតែសាច់វិញទាំងទុនតែម្ដងដួសដាក់ចាននេះអូឃើញថាអូយមើលទៅដាក់ជ្រក់ចេះអីទៀតអូជាក់យើងញ៉ាំជាមួយនឹងសាច់ជ្រូកនិងជ្រក់ចេះយើងអត់ងាយឆាប់ទ្រាំទេញ៉ាំជាមួយបាយក៏បានយើងអាចញ៉ាំ ជាទទេចេះក៏បានដែរថាឃើញជ្រក់ឃើញសាច់ហ្នឹងថាទំនងមែនតែនធ្វើបាយស្រូបអីក៏ត្រូវដែរនេះសាច់ជ្រូកនេះជាមួយនឹងជ្រក់អញ្ចឹងទៀតថារឹតតែទំនងឥឡូវនេះយើងមើលឃើញថាយើងដាក់ជ្រក់ដាក់អីចេះមកថែមជាមួយនឹងម្ទេសតិចទៀតមកអូយឆ្ងាញ់តែម្ដង